បងតែខ្ញុំមកហើយទៅអត់បានទេចានេះជាវីដេអូកាលពីចុងសប្តាហ៍អាទិត្យមុនចាហើយបងប្អូនចង់ដឹងថាមូលហេតុអីដើមវីដេអូកូនស្រីច្បងរបស់ខ្ញុំយំខ្លាំងដូច្នេះទេចាគឺដោយសារតែខឹងប្អូនពៅរបស់គាត់ដណ្ដើមរបស់លេងចាតាមពិតកូនពៅហ្នឹងគេឲ្យមួយហើយតែមិនដឹងកូនក្មេងទៅដើមរបស់គេមកមួយទៀតចឹងតែរបស់គេហ្នឹងកំពុងតែពេញនេះស្រឡាញ់ពេញចិត្តខ្លាំងណាដែលថាលក្ខណៈថាចរិតកូនបងរបស់ខ្ញុំតែថាឲ្យគឺឲ្យតែថាអត់គឺអត់បើថាអត់ហើយកុំទៅប៉ះពាល់គឺអត់បានទេមិនថាប្អូននឹងតូចប៉ុណ្ណាទេគឺវាយទាំងអស់ចាជាក់ស្ដែងគឺបែបហ្នឹងចរិតកូនបងរបស់ខ្ញុំអត់បានហ្មងបើថាគាត់ឲ្យដោយការព្រមព្រៀងអត់អីទេបើថាមិនព្រមហើយមិនបាច់ចង់បានទេហើយវគ្គនេះគឺបន្ទាប់មកជាដូនមួយរបស់ពួកគាត់មកលេងចាហើយមកលេងឃ្លានម៉ាមីឯនេះក៏ទិញភាសាឲ្យមកឈុតមានតែលៀងតែពួកគាត់ក្មេងៗហ្នឹងចាស់អត់ចាចាស់អត់សំខាន់ឲ្យតែបានក្មេងៗញ៉ាំមកឆ្អែតតែបន្ទាប់ពីញ៉ាំឆ្អែតមកសាហើយមកទ្រុះហើយក៏ចេញដំណើរទៅដំណើរកម្សាន្តបែបឈិលនៅមាត់ទន្លេអត់អីទេគ្រូសាជុំគ្នាពីអ្នកបងប្អូនអញ្ចឹងណាប្រុសហ្នឹងគេបងប្អូនបកាតហើយខ្ញុំសាច់ថ្លៃហើយបើនិយាយទៅបានកូនស្រីដូចគ្នាអត់មានប្រុសទេខាងនោះគេកូនស្រី2ខ្ញុំណាកូនស្រី3នាក់នេះមកទ្រីបនឹងមកគឺសិតតែស្រីតែប្រុស2នាក់ប៉ាគេហ្នឹងចាតាមពិតទៅមកខាងកោះនរាហ្នឹងខ្ញុំមកសាំឲ្យតែចុងសប្តាហ៍គឺមកញឹកតែបងអូនថ្លៃខ្ញុំគាត់នៅរៀងឆ្ងាយគាត់នៅខាងគូស្រូវយូរគាត់ឡើងមកម្ដងមកកាលយ៉ាងទៅហើយគាត់ឡើងមកក៏គាត់ឡើងមកផ្សេងអញ្ចឹងទៅតែលើកនេះគាត់មកគាត់បានមកលេងកន្លែងខ្ញុំអញ្ចឹងទៅក៏យើងបបួលគ្នានាំកូនដើរលេងជុំគ្នាម្ដងទៅចាហើយឥឡូវហ្នឹងបានមកដល់កោះនរាហ្នឹងហើយក៏សម្រាប់ថានាំគ្នាជិះទូកលេងបែបឈៀលជាទៅជានៅមាត់ទន្លេហ្នឹងបន្ទាប់ពីមេឃភ្លៀងទឹកហើយចាប៉ុន្តែកូនរបស់ខ្ញុំដើរកាត់កន្លែងលក់ ice cream គឺថាអត់អាចរំលងបានទេគឺត្រូវតែញ៉ាំចាគឺចូលចិត្តខ្លាំងឲ្យតែបាន ice cream ម្នាក់អូយនិយាយថាក្តីសុខពេញទំហឹងចាឥឡូវយើងបានមកដល់ទូកហើយរៀបចំចេញដំណើរហើយចាតែមុនចេញដំណើរហ្នឹងon ថតរូបថតអី selfie អីសិនចឹងណាហើយកូនរបស់ខ្ញុំនេះគឺ ice cream កាន់ចប់ដៃម្នាក់មួយកែវចាហើយនៅក្នុងទូកមកគេមានលក់របស់ញ៉ាំជាច្រើនចាយើងទិញយកទៅញ៉ាំនៅខាងលើមានតាំងពីប៊ីអីចឹងណាចាហើយសម្រាប់របស់ញ៉ាំគេអត់ឲ្យយកចូលទេប្រសិនបើយើងយកចូលគេឆ្ងាយហើយគេនឹងគិតលុយពីយើងចឹងណាចាម្នាក់20000ក្នុងមហូបដែលយើងយកមករបស់ញ៉ាំដែលយើងយកចូលពីក្រៅមកគឺគេគិត20000ដោយសារតែទូកគេលក្ខណៈថាលក់របស់ញ៉ាំនៅលើនឹងចឹងទៅបើសិនជាយើងយកចូលអត់ដាច់របស់គេនៅលើនឹងចឹងគេឆាយសេវា20000ពីក្រៅនឹងចានេះឥឡូវដល់វគ្គញ៉ាំហើយមកត្រួសទៀតហើយញ៉ាំម្ដងទៀតណាចាហើយខ្ញុំនេះសម្រាប់ការញ៉ាំខ្ញុំទុកម្លាយសិនខ្ញុំថតសិនចឹងណានិយាយទៅអើយអង្គុយឡើងសើមគូតខោដោយសារតែមេកំព្រៀងហើយកាត់អីកាត់តាមបានជូតចាហើយនេះកំពុងតែរៀបចំជាចឹងណាជាមួយនឹងអីគេដូចជា Tiger ហ្នឹងហើយប្រុសគេលើកកណ្ដោជុលចឹងណាជាហើយស្រីវិញដាក់ពេងទូចញិបហ្នឹងហើយអ្នកមកមើលកូនគេនាំគ្នាលេង 4-5 នាក់បងប្អូនជីដូនមួយគេចឹងទៅចេញទៅចៅម៉ាក់ជិះទូកជាប់ហើយរៀបចំចុះពីលើទូកដើរបន្តមកខាងវត្តស្រីវិញម្ដងហើយនេះឆ្លងកាត់គ្រាន់តែដើរចូលដើមក្បាលដំបងគឺទារបស់ញ៉ាំទៀតអត់ចាមកត្រួសទៀតនិយាយពីថាញ៉ាំរហូតចាហើយបន្ទាប់ពីញ៉ាំហើយមកអង្គុយសម្រាប់សិនដើររៀងឆ្ងាយដែរសម្រាប់បន្តិចហើយកូនក៏នាំគ្នាអានសភៅអីចឹងណាសម្រាប់ចិត្តកន្លែងអង្គុយចិត្តកន្លែងគេដាក់សភៅឲ្យអានហើយកូនពៅខ្ញុំពេញចង់អានដូចគេដែរចឹងតែខ្លួនឯងអត់ចេះអានទេនិយាយរួមមកតែឃើញបងគេធ្វើម៉េចគឺចង់ធ្វើតាមគេចឹងដែរហើយចាំមើលនេះអូ
លះសាហាវអង្គុយដាក់សភៅបើកសភៅដាក់ជើងលើកឡើងធ្វើមើលតែខ្លួនឯងហ្នឹងចេះអានអញ្ចឹងណាអូយចង់និយាយថាកូនបើខ្ញុំបើនិយាយពីការឆ្លាតរបស់គាត់វិញអាយុមកទៅ7ខួបតែខួបក្បាល10ឆ្នាំខ្ញុំចង់និយាយចង់កូនបើខ្ញុំគឺឆ្លាតខ្លាំងណាស់នៅជាមួយគាត់ទៅដឹងថាគាត់ឆ្លាតខ្លាំងប៉ុណ្ណាចាបន្ទាប់ពីមើលសភៅមើលអីចឹងទៅឲ្យខ្ញុំណានាំគ្នាអង្គុយញ៉ាំចាស់នាំគ្នាអង្គុយញ៉ាំក្មេងៗនាំគ្នាអានសភៅដោយសារតែញ៉ាំឡំឆែតដល់កកម្នាក់ៗហើយហ្នឹងហើយឥឡូវបន្ទាប់ពីហ្នឹងហើយយកយើងត្រូវតិចដែរហើយក៏នាំគ្នាតាមនៅវុកស៊ីតនឹងជ្រុះហើយក៏ដល់មកត្រឡប់ទៅផ្ទះវិញដែរហើយវីដេអូនេះខ្ញុំបានថតតែប៉ុណ្្នឹងទេបានថតបន្តទៀតទេអញ្ចឹងសូមបញ្ចប់វគ្គនេះទៅត្រឹមនេះអញ្ចឹងសូមជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនចាដោយសារតែខ្ញុំថតបានតែប៉ុណ្្នឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាយបាយ